BA អត់ធ្វើអ្នកប្រម៉ូទណាសប្បាយចិត្តអត់មានអារម្មណ៍មិនសប្បាយចិត្តអត់រំភើបមានអីអរគុណអត់និយាយមើលគឺបងស្រីដោយសារសារ៉ាអ្នកធ្វើគេបងណាឥឡូវណែតាមនេះទៅមកអនឡាញមានណាអ្នកដែលជួយអនឡាញគឺបងអនឡាញដោយសារបងអនឡាញអ្នកធ្វើឲ្យអនឡាញគេឃើញយល់អត់បងអត់ស្គាល់អនឡាញដឹងអនឡាញជាណាគេម្ចាស់ប្រេមផ្សេងក៏អត់ដឹងដែរប៉ុន្តែគេស្គាល់អនឡាញដោយសារតែសារ៉ាយអញ្ចឹងអីដែលអនឡាញធ្វើអរគុណជាងគេមិនមែនថាយើងគ្មានអ្នកផ្សេងទេអរគុណជាងគេគឺបងស្រីយើងដោយសារបងស្រីយើងធ្វើឲ្យយើងមានមុខមាត់មានគេឈ្មោះមានគេស្គាល់តែប៉ុណ្ណឹងអញទៅក្រៅណាគេក៏ស្គាល់អញដែរជឿមូលហេតុអីដែលសារ៉ាឲ្យមីអូនមកនៅជាមួយទាំងដែលមីអូនហ្នឹងកូនរបស់ប៉ាមុនណាប៉ាម៉ាក់មុនណាហើយសារ៉ាកូនប៉ាម៉ាក់ផ្សេងគ្នាច្រឡំប៉ាម៉ាក់មុនក្រោយប៉ាម៉ាក់ផ្សេងគ្នាអញ្ចឹងម៉ាក់ផ្សេងគ្នាប៉ាមួយគ្នាម៉ាក់ផ្សេងគ្នាប៉ាមួយគ្នាមូលហេតុអីគេមូលហេតុទី1ដោយសារម៉ាក់គាត់ស្នើមកព្រាគាត់សុំឲ្យថាអូនអើយជួយមើលមីអូនមួយផងមីអូនឥឡូវគ្នាជប់ព្រាជប់អីហើយគ្នាក៏ពិបាកដែរអញ្ចឹងគាត់ចង់ឲ្យមីអូនហ្នឹងមកព្រោះយើងដើម្បីដូចយើងណាដើរតាមខ្ញុំអញ្ចឹងណាចង់ឲ្យមានការងារចោះមីអូនពេលរបៀបម៉ាក់មកហ្នឹងម៉ាក់បខំឲ្យមកឬក៏ណៃចង់មកដែរអញ្ចឹងណាទៅរបៀបប្រាប់ម៉ាក់តាខ្លាចចាសារ៉ាអត់ទទួលឬក៏របៀបចាសារ៉ាធ្វើអីអអញ្ចឹងយល់អត់គិតមិនទេម៉ាក់ណៃឲ្យមកអត់គិតមិនផងបងណាមួយចង់មកស្រាប់ចង់មកយូរអីចង់មកជួបចាណៃមានលុយតិចទៀតណាណៃនៅក្រៅពីសារ៉ាឬក៏ចង់នៅមួយគាត់ដែរអញ្ចឹងយល់អត់ចង់នៅមួយចាដែរមិនបានចង់នៅមួយគាត់ទៀតបើណៃមានលទ្ធភាពអាចហូរលុយខ្លួនឯងអាចគ្រប់គ្រងខ្លួនឯងបានអាចទិញអីដែលខ្លួនឯងចង់បានណាហើយបានខ្លួនឯងចង់នៅមួយសារ៉ាទៀតបាទអាចខ្ញុំគិតមួយទៀតខ្ញុំនឹងទិញផ្ទះណាមួយនៅចិត្តចាយបំផុតទិញផ្ទះចិត្តចាយអត់មានបានទេខំចាយណាអត់ទេបងមានខំចាយចុះមីហេតុអីបានមីឯងឲ្យមីអូនកាន់ផលិតផលទាំងដែលមីអូនហ្នឹងទៅបង្កើត TikTok អង្សមមិញហ្នឹងណាសួរមូលហេតុហ្នឹងមូលហេតុដោយសារតាធម្មតាបើមនុស្សគេមានគោលបំណងគេឯងអញ្ចឹងបើសិនជាយើងជួយសម្រេចគោលបំណងគេមានន័យថាយើងក៏បានបនដែរហើយណាមួយគ្នាឆ្លាតហើយក៏មានសមត្ថភាពដែរអញ្ចឹងមនុស្សដែលមានសមត្ថភាពយើងគួរតែផ្ដល់ឱកាសការងារឲ្យចុះណៃនឹកស្មានអត់ថាខ្លួនឯងមានថ្ងៃហ្នឹងព្រោះអណៃគេអត់ដែរស្គាល់ទេយល់អត់គេអត់ដែរស្គាល់ទេគាត់ថាមកភ្លាមគឺមានការងារមានលុយរលុយបានគេស្គាល់ទៀតយល់អត់ដែរគិតអញ្ចឹងអត់ដែរគិតថាខ្លួនឯងមានថ្ងៃហ្នឹងអត់ដែរគិតទេបងអត់ដែរគិតទេចាហើយគិតថាហត់ដល់ថ្ងៃនេះទេណៃធ្វើកាយគេជួយលក់ម៉ាក់តិចតួចនឹងពេលតនេលេង TikTok លេងអីចឹងណាបងជួយលក់ម៉ាក់តិចតួចអញ្ចឹងឥឡូវមានការងារហើយសង្ឃឹមថាខ្លួនឯងនឹងចាប់ឱកាសមួយហ្នឹងយល់អត់ដោយសារឱកាសអត់ងាយមានទេហើយមនុស្សដែលធ្វើល្អលើយើងក៏អត់ងាយមានដែរហើយបើគេធ្វើល្អតើគេមិនធ្វើល្អច្រើនដល់នៅលើយើងដែរយល់អត់អញ្ចឹងត្រូវចាប់ឱកាសមួយហ្នឹងហើយខំប្រឹងអូស៊ីនិយាយថាពីអ្នកហ្នឹងភ្ជាប់ពាក្យគ្នាយូរហើយអីអញ្ចឹងចង់សួរថាថ្ងៃណាគិតចូលរោងការភ្ជាប់ពាក្យទៅបាតតើមិនខែតើ2ខែជាងតើអញ្ចឹងអត់ចង់ចូលរោងការចូលរោងការយើងចាំមើល3 ឆ្នាំទៀតគេថាចាប់ពាក្យឲ្យតែ2ឆ្នាំទៅឲ្យការហើយហ្នឹងអត់ចាំនិយាយថាចាថា2 ឆ្នាំទៀតចប់ព្រោះដោយសារតែយើងខំប្រឹងសំលុយសិនហើយយើងមុននឹងការយើងខ្ញុំចង់មានផ្ទះមានអីគ្រប់គ្រាន់ស្រាប់វាថាមកខ្លួនឯងមកល្មមហើយចាំខ្ញុំគិតគូររំការហ្មងអញ្ចឹងតើមានទេមានអីទៀតមិនមែនតទៅទៀតទេត្រូវគាត់មានផ្ទះសិនចុះមិនក៏មានទេដែរហ្នឹងហើយចាំមានព្រោះតែពេលខ្ញុំការគឺខ្ញុំដឹងតែយក baby ភ្លាមហ្មងអញ្ចឹងពេលដែល baby ខ្ញុំនេះគឺមានផ្ទះឲ្យកូននៅអីចឹងមិនយ៉ាសាចុះមកអបខំមកយកឯងនិយាយថាចេះឆ្លាញ់គ្នាការលឿនទៅមកអបខំទេហើយថ្ងៃចង់បានកូននឹងក៏អត់តន់ទេអត់តន់មានលុយស្រួលចាយខ្លួនឯងតន់ដឹកអីហ៎ខ្លាចកូនរៀនអត់ថ្លៃមែនហ៎កូនរៀនអត់ច្រើនណាហ្នឹងហើយនៅរបស់កូននៅនិយាយទៅបើចាំខែតែយើងមានកូនហើយវាមិនដូចយើងនេះវាចេះទេពីរនាក់ចេះទេដល់លេងសិន
យើង ដល់ដល់ហើយស្វាស្វាសិននៅ ធ្វើការ នៅឡប់ឡប់សិនទៅ បានច្រើនសិន ចោ គិត បងស្រី បងស្រីមែនបងស្រីឲ្យមានច្រឡំឲ្យមានគូសិនឲ្យហៅអ្នកបានដែល ឲ្យគូឲ្យចាំចប់ពាក្យ អ្នកដែលស្រឡាញ់ពិតប្រាកដអ្នកដែលយើងស្រឡាញ់គ្នាចិត្តនឹងចិត្តស្មើគ្នាអីចឹងណា